នឹងណែនហ្មងថាទៅដល់ជាការពោតភ្លាមមកគ្រាន់តែឃើញពោតនិយាយពីថាខ្វាកចំតែកាច់យកនឹងឯងនិយាយពីថាថ្លៃឡើងធំមែនតើហើយសំខាន់ណាស់ខ្ញុំដើរកាច់យកតាមេទេពូរៀបចំស្ងោរលក់ដែរអញ្ចឹងណាបងប្អូនអរគ្នាហើយខ្ញុំក៏ទិញគាត់មកភ្លូនយកមកស្ងោរញ៉ាំខ្លួនឯងអញ្ចឹងណាហើយអ៊ីក៏ឲ្យខ្ញុំដើរកាប់ខ្លួនឯងហើយរើសយកតាណាធំនិយាយពីថាគ្រាន់តែដល់ចំការពូជពោតនេះណាគាត់ដាំប្រភេទពោតធម្មតាពោតកាច់កពោតតណើបអីចឹងណាបងប្អូនប៉ុន្តែអ៊ីដែលគាត់ដាំនេះគឺគាត់ដាំប្រភេទពូជពោតហ្នឹងគឺវាថ្លៃទិញគ្រាប់វាដាំឲ្យថ្លៃអញ្ចឹងប៉ុន្តែទៅពេលដែលវាផ្លែមកគឺផ្លែវាធំសាច់វាគាត់នេះនិយាយថាអត់មានព្រៃទេបងប្អូនឲ្យមានតែស្មៅទេនិយាយថាឲ្យមានព្រៃដើមឈើអីទ្រុបទ្រុលពិបាកដើរកាច់អីគឺអត់មានទេគឺមានតែពោតហើយនឹងស្មៅខាងក្រោមទៀបទេនិយាយថាស្រួលមែនទែនហ្មងណាអ៊ីគាត់ថែបានល្អណាបងប្អូនហើយ